បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងបន្តទៅមុខទៀតតកតនឹងមេរៀន Spring Boot របស់យើងអញ្ចឹងយើងឃើញថាលក្ខខណ្ឌរបស់យើងខ្ញុំទៅបន្ថែមបន្តិចទៀតសម្រាប់Super Admin ក៏គាត់មិនអាចធ្វើការ update តកតនឹង Super Admin user របស់គ្នាគាត់ដែរណាដូចគ្នាទៅនឹង admin ដែរ admin គឺគាត់មានសិទ្ធិក្នុងការ update admin user គ្នាគាត់ទេអញ្ចឹងតកតនឹង super admin ទោះបីឥឡូវគឺអត់មាន super admin ច្រើនក៏ដោយប៉ុន្តែលក្ខខណ្ឌនេះនៅតែត្រូវកំណត់បន្ថែមថាគាត់មិនអាចធ្វើការ update super admin គ្នាគាត់បានទេហើយអានេះខ្ញុំគ្រាន់តែធ្វើបំរុងទុកទេវាមិនទាន់អាចកាត់ឡើងបានទេណាខ្ញុំគ្រាន់តែបំរុងទុកទេហើយពេលធ្វើហើយក៏យើងអត់មានអីតេស្តដែរព្រោះយើងអត់មាន super admin user ច្រើនទេក្នុងចំណុចនេះឥឡូវណាគឺមាន super admin តែមួយគត់អូខេហ្នឹងហើយប៉ុន្តែខ្ញុំអត់តន់ធ្វើចំណុចនេះទេខ្ញុំអាចនឹងធ្វើតាក់ទងនឹងចំណុច admin សិនព្រោះ admin ខ្ញុំគិតថាគឺវាមានកន្លែង test ស្រួលអីចឹងទៅប៉ុន្តែឥឡូវមើល admin ឥឡូវខ្ញុំអត់មានកន្លែង change password ទៀតមើលបង្កើត admin មួយទៀតដើម្បី test ព្រោះខ្ញុំអត់ចាំ password admin ផងនឹងផែនអញ្ចឹងអូខេអញ្ចឹងឥឡូវយើងអាចនឹងធ្វើតាក់ទងទៅនឹងកន្លែង admin បន្តិចទៅអាចថាធ្វើ admin បន្តទៅចាំ super admin ចាំធ្វើតាមក្រោយបន្តទៀតព្រោះដោយសារឥឡូវ super admin ខ្ញុំគិតថាដូចជាអូខេអស់ហើយណាអត់មានអីទៀតទេអត់មានតែធ្វើផង super admin គឺប៉ុណ្្នឹងសិនអញ្ចឹងខ្ញុំមកធ្វើតាក់ទងនឹង admin ទី1គឺយើងធ្វើការឆែក role បើសិនជា role ជា admin មិនថា role បើសិនជា admin គឺគាត់មិនអាចធ្វើការ update តាក់ទងនឹង admin គ្នាគាត់បានទេនិយាយរួមទៅតាក់ទងនឹង admin គឺគាត់មិនអាចធ្វើការ update បានហ្មងគឺគាត់អាច update បានតែ role customer តែមួយគត់អូខេបាទអញ្ចឹងតោះទៅធ្វើទាំងអស់គ្នាអញ្ចឹងចំណុចបន្ទាប់យើងឆែកថានេះឯងបន្ទាប់ពីយើងបានឆែកថាឥឡូវសម្រាប់មានថាយើងមិនអាចធ្វើការ update ខ្លួនឯងបានហើយអញ្ចឹងយើងអាចធ្វើការបន្តមកទៀតខ្ញុំសុំដាក់លេខ5លេខ4នេះចុះហើយខាងក្រោមនេះគឺជាលេខយើងដូរលេខទៅដាក់ថាលេខ5 6 7 8អញ្ចឹងទៅអូខេអញ្ចឹងតាក់តនេះក៏ខ្ញុំដាក់ថាif នៅសុំគិតតិចសិនឥឡូវខ្ញុំអត់ដឹងដាក់អីខ្ញុំសេសិនព្រោះខ្ញុំគិតថាកន្លែងរៀងច្រើនឬក៏ check condition for admin user that can update only customer user and cannot update another admin user chụp wrong grammar another admin userខ្ញុំគិតថា admin user just ដាក់អញ្ចឹងទៅហើយមួយទៀតមើលគាត់ក៏មិនអាចធ្វើការ update តាក់ទងនឹង super admin ដែរតើ and cannot update super admin user អញ្ចឹងចុះអូខេបាទអញ្ចឹងយើងមាន3លក្ខខណ្ឌក្នុងចំណុចនេះណាអញ្ចឹងខ្ញុំសូមសរសេរបន្តចេះហ្មងទៅឬក៏មិនដាក់ 4.1 ឥឡូវខ្ញុំសាកសិនទៅខ្ញុំអត់ដឹងថាវាយូរឬក៏អត់ទេ 4.2 4.3 អូខេចឹងទី1យើងត្រូវការ get តាក់ទងនឹង role បច្ចុប្បន្នថាឥឡូវ role ជា admin ឬក៏អត់ចឹងបើសិនជា current user នេះ get role ស្មើទៅនឹងuser role enum ស្មើទៅនឹង admin បើសិនជាឥឡូវ role ស្មើនឹង admin បន្ទាប់មកតាក់ទងទៅនឹងfound user នេះ
get role មិនស្មើនឹង customer ទេគឺ through error តែម្ដងគឺ through error ហ្មងដាក់ថា new bad request ដាក់ថាcannot update the user ចុះ cannot update this user ចឹងហ្មងទៅអូខេបែបអញ្ចឹងឥឡូវខ្ញុំឆៃណាថាបើសិនជា role លើស្មើនឹង admin មានថា authentication មកគាត់លើគាត់ role ស្មើនឹង admin បន្ទាប់មកគាត់ធ្វើការทีม update តាក់ទងទៅនឹង user ណាដែលមិនមែន role ជា customer អញ្ចឹងខ្ញុំនឹងធ្វើការ through error តែម្ដងអូខេតោះសាកតេស្តមើលបងប្អូនខ្ញុំគិតថាយើងដាក់តែមួយលក្ខខណ្ឌនេះដូចជាវាត្រូវទាំងអស់បងប្អូនខ្ញុំគិតថាត្រូវទាំងអស់ខ្ញុំគិតថាត្រូវទាំងអស់អញ្ចឹងខ្ញុំដូចជាមិនចាំដាក់ 4.2 4.3 ទេព្រោះមួយលក្ខខណ្ឌនេះគឺបានថាឥឡូវគាត់រកជា admin ហើយអូខេហើយកន្លែងនេះយើងដាក់ថាឥឡូវបើសិនជា role ហ្នឹង role ដែល role នៃ user ដែលយើងកំពុងតែចង់ update ហ្នឹងវាអត់ស្មើនឹង customer ទេអញ្ចឹងបើសិនជាអត់ស្មើនឹង customer វាប្រកាសជា admin និង super admin ទៅអត់អូខេអញ្ចឹងមកចូលលក្ខខណ្ឌនេះបាត់ហើយឃើញអត់អញ្ចឹងបើសិនជា auto តែឥឡូវគាត់ដាក់គាត់ update user តាក់ទងនឹង role ជា admin អញ្ចឹងវាអត់ស្មើនឹង customer អញ្ចឹងវា through error ហើយបន្តមកបើសិនជាគាត់ដាក់ ID របស់ super admin អញ្ចឹងដល់ពេលដាក់មកអានេះអត់ស្មើនឹង role customer through error និយាយរួមទៅកន្លែងនេះគាត់តតែ role គាត់ role នៃ record ហ្នឹង ID មិនហ្នឹងជា customer បានអាចឆ្លងផុតពីកន្លែងហ្នឹងបានបើអត់ស្មើនឹង customer ទៅឆ្លងអត់ផុតទេអញ្ចឹងខ្ញុំគិតថាប្រព័ន្ធនេះយើងសរសេរប្រព័ន្ធហ្នឹងគឺចប់ហើយអត់មានទេអូខេបានអញ្ចឹងណាឃើញខ្លីអត់បងប្អូនគឺខ្លីមែនតើអញ្ចឹងអូដល់ថាឥឡូវខ្ញុំអាចថាខ្ញុំធ្វើការបង្កើតតាក់ទងនឹង user ថ្មីចុះ admin លេខ 6 admin 6@spring.com ហើយ password 118ហើយ role ជា admin avatar ខ្ញុំសុំអត់ដាក់ទេខ្ញុំធ្វើការ execute គឺខ្ញុំអាចបង្កើតបានអញ្ចឹងខ្ញុំអាចនឹងបើក switcher tab ថ្មីចុះហើយខ្ញុំធ្វើការ login ដោយខ្ញុំប្រើប្រាស់ username មិញគឺលេខគឺ admin លេខ 6 ហើយ 118 អូខេខ្ញុំបាន token ហើយបន្តមកខ្ញុំធ្វើការចូលមកកាន់តាក់ទងនឹង update user នេះហើយខ្ញុំធ្វើការ update តាក់ទងនឹង user មួយណាចុះឥឡូវឧទាហរណ៍ update តាក់ទងខ្លួនឯងកើតអត់ឬក៏អត់កើតទេដឹងតែអត់កើតទេឧស្សាហ៍ខ្ញុំធ្វើក្នុងវីដេអូមុនហើយ16ឃើញerror គេហ្នឹងerror នេះអូខេឃើញ cannot update yourself ឃើញអត់ឥឡូវយើងដាក់15គឺជា admin ដែរណា15នេះលេខ15នេះលេខ15 row គឺជា admin ដែរណាបងប្អូនណានេះមិន row admin row customer តើបងប្អូនឥឡូវសុំដូរជា admin វិញអូខេអញ្ចឹងមានថាឥឡូវrow របស់គាត់លេខ15គឺជា row គឺជា admin អញ្ចឹងខ្ញុំដាក់15អញ្ចឹងនេះគឺ cannot this update អីគេcannot this update អីគេជប់ cannot update this user អញ្ចឹងខ្ញុំទៅ cannot this update this user ទៀតអីដល់កណោះវាគ្រប់សពហ្មងអូខេអញ្ចឹងខ្ញុំធ្វើការចេញម្ដងទៀតអញ្ចឹងយើងឃើញ cannot update this user អូខេហើយបើខ្ញុំដាក់ឥឡូវខ្ញុំដាក់ admin គឺ cannot update the user អញ្ចឹងបើសិនខ្ញុំដាក់លេខ2 super admin ទៀតគឺរត់ទៅអត់ទេទៅអត់
ព្រោះ role របស់គាត់មិនមែនជា មិនជា user មិនមែនជា customer ប៉ុណ្ណឹងឃើញហ្នឹងគឺនៅតែ cannot update this user ដដែលអូខេឥឡូវខ្ញុំសាកតេស្តទៅនឹង customer ចុះនេះគឺកុកលេខ5ហើយ ID លេខ13ណា13កុកលេខ5ខ្ញុំធ្វើការ update គឺបានធម្មតាខ្ញុំចង់ update ទៅជាកុកលេខ6 it's okay បងប្អូនឃើញគឺអាច update បានធម្មតាអូខេចឹងគិតថាប៉ុណ្្នឹងហើយបាត់ហើយតកតទៅនឹងការធ្វើលក្ខខណ្ឌតកតនឹង admin របស់យើងអូខេចឹង admin របស់យើងគឺដូចជាប៉ុណ្្នឹងហើយខ្ញុំគិតថាតកតទៅនឹង super admin បើសិនជា role របស់គាត់ជា super admin ហើយយើងអាចឆែកមកតង់ទៀតបានសម្រាប់ admin ព្រោះខ្ញុំគិតថាដូចជាអត់មានពិបាកទេឥឡូវបងប្អូនអាចស្នាក់ធ្វើបានខ្ញុំសុំ share វីដេអូប៉ុណ្្នឹងសិនខ្ញុំអត់ចង់ឲ្យវីដេអូវែងពេកទេណាខ្ញុំគិតថាប៉ុណ្្នឹងវាអូខេហើយតកតទៅនឹងsuper admin ចាំមើលវីដេអូក្រោយណាអូខេហ្នឹងហើយចឹងởក្នុងវីដេអូនេះមានប៉ុណ្្នឹងសិនបងប្អូនមានចម្ងល់កន្លែងណាគឺអាចធ្វើការសាកសួរថែមបានណាខ្ញុំគិតថាប៉ុណ្្នឹងអាចនឹងយល់អត់យល់សួរបន្ថែមហើយបើសិនជាក្នុងវីដេអូនេះមានកំហុសឆ្គងកើតឡើងនៅអចេតនាក៏សូមមេត្តាបងប្អូនអធិស្ឋានដូចគ្នាចឹងពីខ្ញុំមានប៉ុណ្្នឹងអរគុណច្រើនជម្រាបលាបាយបាយរាត្រីសួស្តីបាយបាយ